không nhà đó mà thằng cái rừng chia tất tay cho con trao đó hạ cũng mà chị à mong pi xài bây mong mọt khi đó với đó coi như thế này mày thêm bà mày thêm cho về là đập trong lá có cái này rồi chứ mà rạp nó ấy bắt sao đi tỏi giờ lại khi trong những bài tôi rồi bắt sao đi tỏi សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំហើយញ៉ាំដែរយើងនឹងធ្វើដំណើរចេញពីភ្នំពេញដើម្បីទៅភ្នំ1500នៅខេត្តពោធិ៍សាត់ដើម្បីឡើងក្នុងព្រះហើយឡើងនឹងយើងបានមកដល់ផ្ទះសហគមន៍នៅវេលាអាត្រៀតម៉ោង2ទៀតភ្លឺបាទហើយនៅលើភ្នំមានអាកាសធាតុជាខ្លាំងមែនទែនហើយយើងជិះឡានតាមផ្លូវគឺអត់មានអ្នកគេងទេបាទគឺមានអ្នកគេជជែកគ្នាពេញនឹងបាទហើយឥឡូវហ្នឹងយើងមកដល់ផ្ទះសហគមន៍ហើយអញ្ចឹងយប់ហ្នឹងយើងនឹងត្រូវសម្រាប់នៅនឹងហើយឥឡូវយើងកំពុងតែចាប់ដើមរៀបចំយកអីវ៉ាន់ពីក្នុងឡានខាងក្រោយពូឡានយើងហ្នឹងទម្លាក់វាចុះមកដើម្បីរៀបចំកន្លែងគេងយប់ហ្នឹងមកពីភ្លឺបាទគេងបានមកផ្លែទេហើយយើងស្អែកយើងទៅក្នុងឥឡូវហ្នឹងដោយសារតែមានខាងក្រុមគេផ្សេងដែរគេមកដល់មុនយើងអញ្ចឹងយើងអត់មានកន្លែងគេងទេអញ្ចឹងយើងត្រូវតែបោះតង់ហើយនឹងរៀបចំកន្លែងគេងខ្លួនឯងបាទរកមើលកន្លែងណាសំគួរបានគេងក៏គេងទៅឥឡូវហ្នឹងអញ្ចឹងមានតាមសញ្ញាផ្ទះសញ្ញាអីហ្នឹងចេះតែបោះតង់ទេគេងដល់បានរួចមករៀមគ្រាសិនអញ្ចឹងណាយប់មិញគេងបានពីម៉ោង2ហើយរហូតដល់ម៉ោង4អញ្ចឹងម៉ោង4ម៉ោង5ហ្នឹងខាងផ្ទះសហគមន៍អ៊ីគាត់ក៏ឡើងរៀបចំហូបរៀបចំអីទៅពេលអញ្ចឹងទៅលឺស្គរគាត់មាត់យកគ្រឿងយកអីទៅក៏គេងអត់សូវលក់ដែរអញ្ចឹងម៉ោង4ម៉ោង5ក៏ដឹងខ្លួនបានសម្រាប់តម្រេតខ្នងប្រហែលជា2ម៉ោងនឹងឯងយប់មិញហើយឥឡូវហ្នឹងបន្ទាប់ពីងើបពីគេងមកផឹកឡើងគឺយើងចាប់ដើមរៀបចំអីវ៉ាន់ដែលយើងនឹងត្រូវឡើងភ្នំនៅក្នុងថ្ងៃហ្នឹងហើយនឹងរៀបចំឈុតតង់ដែលយើងបើកពីយប់មិញយកវាមកគេងហ្នឹងហើយអ្នកខ្លះក៏បានរៀបចំហើយទីបងគាត់រៀបចំហើយគឺគាត់បញ្ញាប់ស្រស់ស្រូបអាហារពេលព្រឹកដើម្បីចេញដំណើរហើយអ្នកខ្លះគាត់មានទឹកក្តៅមានអីខាងសហគមន៍គាត់រៀបចំឲ្យយើងរៀបចំឆុងកាហ្វេកញ្ចប់ញ៉ាំផឹកឡើងអ្នកខ្លះគាត់ញ៉ាំបាយហើយនឹងញ៉ាំកាហ្វេអញ្ចឹងទៅហើយបងគាត់រៀបចំធីមកាមេរ៉ាដើម្បីថតរូបពេលឡើងដល់លើភ្នំអញ្ចឹងណាមើលថាវាមានថ្មមាន memory មានអីគ្រប់គ្រាន់អត់វាអាចដំណើរការអត់អញ្ចឹងណាក៏រៀបចំមើលក៏ថតទេសៈមួយអញ្ចឹងទៅហើយខ្ញុំរៀបចំខ្លួនហើយខ្ញុំក៏មកអង្គុយញ៉ាំបាយពេលផឹកហើយបងគាត់ម៉ាគីឡូបងស្ពាយអីវ៉ាន់ខ្លួនឯងទីគ្នាយើងទៅពេលច្រើនគឺស្ពាយអីវ៉ាន់ខ្លួនឯងអញ្ចឹងចង់ដឹងគីឡូយកមកថ្លឹងថាស្ពាយប្រហែលគីឡូអញ្ចឹងទៅវាយើងពេលច្រើនអីវ៉ាន់ប្រើប្រាស់ដូចជាតង់កៅហើយនឹងប្រើប្រាស់ចំនួនគឺស្ពាយខ្លួនឯងអញ្ចឹងវាចូលតែខ្លះបើគីឡូ8គីឡូ10គីឡូ2 10គីឡូអីចឹងទៅហើយចំណែកគ្រឿងញ៉ាំយើងឲ្យខាងបងសហគមន៍គាត់ជួយស្ពាយឲ្យអញ្ចឹងណាបងស្មៃ0គីឡូ65ហ៎8ខូចពីបានរៀបចំឲ្យបានរួចរាល់ហើយឥឡូវពួកយើងបានចេញដំណើរទៅហើយធ្វើដំណើរពីផ្ទះសហគមន៍ដើម្បីទៅកន្លែងឡើងភ្នំហើយឥឡូវយើងបានដើរមកយើងឃើញអ្នកភូមិគាត់លក់ត្រៀមតាមផ្លូវឃើញតំណល្អអញ្ចឹងយើង
សួរតម្លៃឲ្យហើយហើយពេលចុងមកវិញចាំយើងទិញហើយអ្នកលក់ក៏ប្រាប់ថាចិត្តទុំហើយទុកតាមអាយុ2យប់ទៀតញ៉ាំបានហើយហើយក៏ប្រាប់ថានឹងគឺដាំនៅតំបន់ជួរភ្នំ1500យើងនឹងឯងហើយពេលយើងដើរតាមផ្លូវក៏ឃើញជាការត្រៀមអ្នកភូមិដូចគ្នាអញ្ចឹងណាហើយឥឡូវយើងក៏បានសួរហើយចឹងគាត់គោះថាទុំអីចឹងទៅចឹងយើងថាមកវិញចាំយើងទិញឥឡូវយើងរៀបចំឡើងភ្នំអីចឹងសូមទាំងអស់គ្នាទៅតាមដានទស្សនាសកម្មភាពទាំងស្រុងជាមួយនឹងសកម្មភាពឡើងភ្នំផនខ្ញុំទាំងអស់គ្នាបាទហើយយើងបានដើរបែកផ្លូវគ្នាជាកងបាទគ្នាយើងចូលជិត20នាក់បាទដើរបែកគ្នាបាទពេលចឹងទៅអត់សូវជុំគ្នាបានទេចឹងឥឡូវសូមទៅទស្សនាទស្សនភាពទាំងស្រុងនៃការឡើងភ្នំរបស់ខ្ញុំទាំងអស់គ្នាបាទមើលទៅគឺសប្បាយ enjoy រីករាយជាមួយនឹងទេសភាពតាមដងផ្លូវមែនទែនបាទមួយពីរបីតាតាអាចតិចទៅតាผมចឹងមិនមាន food tech ហ្មងកន្លែងនេះចោតខ្លាំងណាស់អស់ថ្មឲ្យទៅលឿនអូខេ you win វិញមក10ហើយមកក្នុងព្រះមក9:56ហើយទឹកធ្លាក់នៅខាងក្រោមថ្មបង
mình cho vào đây là phê lớn có cho bay rồi đó mày đợi tận mốc quá là bấy ghê bỏ máy là bấy nè nhưng mình biết cho vậy nè biết chốt nhưng thọc tốt là phải mình còn mau thổi bị cho vậy lấy bị cho vậy xong mong còn đánh nó cho tắt toàn Lalu yang ban lang modal wheel towery hay thì tiết dương đang thua đầm nào 1 kg cả là tiết to từ không bẻ sập ra tích sần áp mói áp wow tìm phòn bỏ phu không mà wow wow ពីបំផុតការប្រឹងប្រែងរបស់ពួកយើងបានមកដល់គោលដៅដែលពួកយើងពងចង់ឡើងមកដល់ទាំងអស់គ្នាបន្ទាប់ពីធ្វើដំណើរអស់រយៈពេល1ថ្ងៃក្រោមដំណក់ទឹកភ្លៀងហេវហត់អស់កម្លាំងប៉ុន្តែពេលឃើញទស្សនវិជ្ជាបែបនេះមិនដឹងថាមានធម៌ពលមកពីណាទេគឺអារម្មណ៍ស្រស់ស្រាយមែនទែនប៉ះជាមួយនឹងទឹកត្រជាក់រំទៅទឹកនេះតកសុំចាញ់តែម្ដងមកគឺលូកខ្លួនទៅគឺត្រជាក់ខ្លាំងមែនទែនហើយទឹកនេះទឹកធ្លាក់នៅលើភ្នំខ្នងព្រះនេះលុះត្រាណាតែអ្នកមានសំណាងទៅអាចឃើញព្រោះដោយសារតែពេលដែលយើងឡើងមកនឹងពេលថ្ងៃគឺចាប់ដើមភ្លៀងមេឃបានបង្អុរភ្លៀងយ៉ាងខ្លាំងជោគជាំព្រោះដោយសារតែទឹកនេះគឺជាកន្លែងនៃលំហូរនាំទឹកផ្សេងពីតាមភ្នំអញ្ចឹងតើតែមានភ្លៀងទៅអាចមានទឹកធ្លាក់ច្រើនបែបហ្នឹងអញ្ចឹងទឹកធ្លាក់ខ្លាំងអញ្ចឹងធ្វើយើងអាចមុជជាមួយនឹងទឹកត្រជាក់ស្រស់ថ្លាមែនទែនតបពីដើមមួយថ្ងៃមានអារម្មណ៍ថាហេវហត់អស់កម្លាំងពេលល្ងាចម៉ោង 5 យើងបានមកដល់លើកំពូលភ្នំហើយយើងក៏បានចុះមកទឹកទាំងអស់គ្នាមុននឹងបន្តដំណើរទៅតង់បងសហគមន៍ដែលកន្លែងយើងនឹងរៀបចំបោះតង់ហើយនឹងទទួលទានអាហារពេលល្ងាចអញ្ចឹងវីដេអូហ្នឹងខ្ញុំមានត្រឹមតែប៉ុណ្្នឹងឯងខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលតាមដានវីដេអូហ្នឹងតាំងពីដើមរហូតដល់ចប់ជាចុងក្រោយរាល់ពាក្យពេចន៍និងកំហុសខុសឆ្គងដែលកើតឡើងនៅក្នុងវីដេអូនេះសូមអធិស្ឋានពីអ្នកទាំងអស់គ្នាផងហើយសូមអរគុណអ្នកទាំងអស់គ្នាជូនពរសំណាងល្អទាំងអស់